ករណីយោធាម្នាក់ដែលទីមទាបផ្ទះនៅក្នុងគម្រោងបរិយលេងនវត្រាត្រូវដោះស្រាយបញ្ចប់ហើយជំលូរបស់មន្ត្រីយោធាជាមួយនឹងគម្រោងបរិយរបស់អ្នកអង្គការលេងនវត្រាដែលត្រូវបានប្រជាពលរដ្ឋចែកចាយពេញបណ្ដាញសង្គមនោះត្រូវដោះស្រាយបញ្ចប់ហើយនៅថ្ងៃទី14ខែមករាឆ្នាំ2025នេះក្រុមការសម្របសម្រួលរបស់ក្រុមការងារក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់តាមរយៈបណ្ដាញសង្គមរបស់អ្នកអង្គការលេងនវត្រានៅល្ងាចថ្ងៃទី14ខែមករានេះបានសរសេរថាក្រុមការសម្របសម្រួលរបស់ក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់សូមគោរពអរគុណបងប្រុសដែលបានយោគយល់ព្រមទទួលយកដំណោះស្រាយឈលលើគោលការណ៍ដោះស្រាយបញ្ចប់បញ្ហាជារួមក្នុងកាលៈទេសៈដ៏លំបាកនេះអ្នកអង្គការលេងនវត្រាបានបន្តថាយោងលើកំណត់ហេតុប្រជុំចុះថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025នីតិស្តីការក្រសួងនិងតាមការសម្របសម្រួលរបស់ក្រសួងរៀបចំដែនដីសូមជូនដំណឹងបន្ថែមដល់ពុកម៉ែបងប្អូនឲ្យបានជ្រាបថាក្នុងខែមករាឆ្នាំ2026នេះក្រុមការងារបរិយបានរៀបចំបន្តការសាងសង់តាមស្មារតីអង្គប្រជុំ